បាទថ្ងៃហ្នឹងចង់ហូបបុកប្រហុកម្ដងបងប្អូនដោយសារតើមួយថ្ងៃនឹងហូបសាច់រហូតសាច់រាល់ថ្ងៃឡើងតលន់អីហូបសាច់លែងកាត់ឥឡូវចង់ហូបបុកប្រហុកម្ដងបងប្អូនហើយប្រហុកហ្នឹងគឺប្រហុកស្រែយើងបងប្អូនយកមកពីខាងស្រុកខ្ញុំប្រហុកហ្នឹងប្រហុកស្រែហើយគេឆ្កឹះយកគេជាច្រឡំឆ្កឹះគេជាយកឆ្អឹងអស់ហើយប្រហុកហ្នឹងនៅសល់តែសាច់ទេហើយយើងយកប្រហុកហ្នឹងយកវាមកអាំងមកបងប្អូនដាក់លឹកចេកដាក់អីយើងយកវាមកអាំងយើងខ្នប់វាមកដើម្បីយកវាទៅអាំងយើងបុកប្រហុកឆ្អិនខ្ញុំអត់បុកប្រហុកឆៅទេបងប្អូនបាទនិយាយពីចំពោះមុខម្ហូបមួយមុខហ្នឹងគឺថាខ្ញុំអត់ដែលបានធ្វើហូបទេពីមុនមកនេះលើកទី1ដែលខ្ញុំធ្វើព្រោះថាសុកខ្ញុំអត់ដែលដឹងថាយកប្រហុកទៅបុកអញ្ចឹងទេអត់ដឹងថាធ្វើអញ្ចឹងព្រោះយើងយកទៅធ្លាប់ទៅអាំងប្រហុកយកមកហូបធម្មតានេះគេយកទៅបុកខ្ញុំឃើញខ្ញុំអូស Facebook ទៅឃើញគេធ្វើជាពិសេសបងនៅខាងខេត្តព្រះវិហារគឺគាត់ពេញនិយមមុខម្ហូបហ្នឹងហើយបន្ទាប់ពីយើងខ្នប់ប្រហុកហើយយើងយកប្រហុកមកអាំងហើយខ្ញុំក៏អាំងខ្ទឹមក្រហមខ្ទឹមសហើយនឹងម្ទេសដោយសារទឹកខ្ញុំខ្ជិលលីងគេលីងក៏បានដែរបងប្អូនបើបុកឆៅក៏បានដែរតែបើយើងយកវាមកអាំងឬក៏យកទៅលីងអញ្ចឹងมันក្លិនវាឈ្ងុយហើយគ្រឿងផ្សំអត់មានច្រើនទេមានតែប្រហុកអាំងខ្ទឹមក្រហមខ្ទឹមសម្ទេសហើយនឹងអំពិលទុំយើងដាក់អំពិលទុំខ្ញុំខ្ជិលដាក់គូឆ្មាយើងចង់ឲ្យប្លែកព្រោះថាអំពិលទុំវាមានជាតិជូរអែមវាឆ្ងាញ់ហើយបន្ទាប់ពីយើងអាំងខ្ទឹមក្រហមខ្ទឹមសនឹងម្ទេសហើយយើងធ្វើការបកសម្បកអាខ្លោចចេញហើយយើងយកតាខាងក្នុងវាយកមកបុកបើសិនជាបងប្អូនចូលចិត្តហិលបងប្អូនដាក់ម្ទេសច្រើនតិចទៅអាហ្នឹងសម្រាប់អ្នកចូលចិត្តហិលគឺឆ្ងាញ់តែសម្រាប់ខ្ញុំអត់ទៅប្រកែហិលអញ្ចឹងហើយដាក់តែ2 3គ្រាប់អីប៉ុណ្ណឹងហិលហើយហ្នឹងហើយយើងធ្វើការបុកវាចូលគ្នាអញ្ចឹងមកបុកវាឲ្យម៉ត់ឲ្យក្លិនវាឈ្ងុយបងប្អូនពេលយើងអាំងអញ្ចឹងយើងចាប់ដើមបុកវាចូលគ្នាអញ្ចឹងមកហ្នឹងហើយបន្ទាប់មកយើងធ្វើការដាក់ប្រហុកដែលយើងបានអាំងឆ្អិនហ្នឹងចូលមកយើងបុកវាទៀតទៅបុកជាមួយខ្ទឹមហ្នឹងបុកវាប៉ុបហើយស្ទើយើងដាក់ប្រហុកបន្តិចទៀតមកព្រោះថាខ្លាចហូបអត់ឆ្អែតអញ្ចឹងយើងថែមប្រហុកបន្តិចទៀតមកដាក់ទៅក្លិនឈ្ងុយជាមួយនឹងប្រហុកក៏ឈ្ងុយម្ទេសខ្ទឹមហ្នឹងក៏ឈ្ងុយទៀតសិតតែរបស់អាំងហើយដាក់អំពិលទុំចូលមកបងប្អូនអំពិលទុំអញ្ចឹងយើងឆ្កឹះគ្រាប់ចេញអស់ហើយយើងដាក់អំពិលទុំហ្នឹងចូលមកយើងបុកវាចូលគ្នាអញ្ចឹងមកបងប្អូនគ្រាន់តែមើលវីដេអូនេះខ្ញុំឃ្លានទៀតបាត់ហើយបងប្អូនកាត់វីដេអូបដើលេបទឹកមាត់បដើបើឃ្លានចង់ហូបទៀតថាថាអស់បាត់ហើយយើងដាក់ស្ករសប៊ីចេងមកយើងបុកវាបន្តទៀតទៅបងប្អូនបុកវាប៉ុបអញ្ចឹងមកអត់មានអីបបាក់ទេស្រួលធ្វើណាបងប្អូនហូបងាយថែមប៊ីចេងតិចមកព្រោះអីខ្លាចប្រាយអញ្ចឹងយើងបុកវាអញ្ចឹងមកឥឡូវម៉ត់ហើយយើងចាប់ដើមដួសដាក់ចានមកហើយតំណងបងប្អូនជាមួយនឹងលក់ខ្ចីមើលទៅមាត់បងស្រីខ្ញុំទៅដឹងថាឆ្ងាញ់ប៉ុណ្ណាបងប្អូនបាយ2ចានអត់ដឹងខ្លួនទេណាបងប្អូនមកហូបនេះសម្រាប់អ្នកចូលចិត្តគឺថាឆ្ងាញ់ណាស់តែកុំឲ្យថាយើងកុំឲ្យហូបញឹកញាប់ពេកយើងហូបយូរម្ដងអញ្ចឹងទៅអូយលក់ស្រស់ល្អណាស់បងប្អូនជាពិសេសត្រួយរាំងគឺថាជាតិយកតែមែនតែនណាមកហូបនេះគឺថាបែបខ្មែរយើង 100% គឺថាឆ្ងាញ់ណាស់បងប្អូនបើសិនជាបានយកទៅហូបនៅវាស្រែអីអញ្ចឹងរឹតតែឆ្ងាញ់ទៀតបងប្អូនបាទមុខម្ហូបនឹងសម្រាប់យើងដោះតល់មកពេលសម្រាប់យើងរំនឹកម្ហូបអត់ឃើញយើងអាចធ្វើម្ហូបនឹងហូបបានជំនួសបើសិនជាយើងគិតចេញតាមតាំងថាថ្ងៃនឹងធ្វើម្ហូបអីអាចធ្វើមុខម្ហូបនឹងបានបងប្អូនធានាថាចោះបាយហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយ